một đo khổng hôn gia đi ơi bom ồn ở kia bà mà tam son giá bom ồn ở kia đào thai dương nâng đao từ tam khổng hôn mà to khi sinh từng ócในสกแม่จังเลยยังโจมาโชว์รูมtừng óc kia thật ta miên ở với thayคลาสในgiá đi của bom ồn haiจะสกอร์และgiá đi គឺជា brand ไว้จำนะมวยได้ในสกแม่ก็ជា brand របស់ម៉ូតូអគ្គិសនីដែល worldwide ដែលគេស្គាល់ទាំងទូទាំងពិភពលោកដែរមិនថាថៃមិនថាវៀតណាមមិនថាប្រទេសផ្សេងៗទៀតគឺសិតតែមានយ៉ាឌីលក់នៅប្រទេសគេរៀងៗខ្លួនទាំងអស់គ្រាន់ថា model វាផ្សេងៗពីគ្នាអញ្ចឹងណាបងប្អូនវាមានទៅតាមតម្លៃវាមានទៅតាមលំដាប់ថវិការបស់គេអញ្ចឹងទៅជាក់ស្ដែងដោយក្រុមហ៊ុនយ៉ាឌីឥឡូវនេះឃើញថាម៉ូតូអគ្គិសនីនៅក្នុងក្រុមហ៊ុននេះគឺមានតម្លៃកម្រិតត្រឹម$1000ចុះក្រោមទេដោយសារតែគេកំពុងបញ្ចុះតម្លៃ discount ដើម្បីយក model ថ្មីមកបន្ទាប់ទៀតអញ្ចឹងណាដើម្បីប្រកួតប្រជែងទីផ្សារជាមួយនឹងម៉ូតូអគ្គិសនីផ្សេងៗទៀតហើយឥឡូវនេះឃើញថាមាន model ថ្មីមួយគ្រឿងដែលគេដាក់តាំងនៅ showroom របស់គេដើម្បីបងប្អូនមកមើលមកសាកល្បងបានហើយតម្លៃវិញប្រហែលជាខ្ទង់$4000ជាងក៏រៀងថ្លៃគួរសមដែរប៉ុន្តែ spec របស់គេក៏ស័ក្តិសមជាមួយនឹងតម្លៃម៉ូតូរបស់គេដែរបងប្អូននេះប្រើជាមួយនឹង motor ដែលប្រើ gear បាទប្រើម៉ាញ៉ុងលេងប្រើ hub motor ប្រើ motor 5គីឡូហើយឆ្នាំងសាករបស់គេក៏ធំដែរហើយថ្មរបស់គេមាន2ដុំអញ្ចឹងគឺតម្លៃប៉ុណ្នេះគឺស័ក្តិសមជាមួយនឹង spec របស់គេប៉ុន្តែគេគ្រាន់តែមានកម្រងយកមកលក់ឯងគេយកមកគ្រឿងមកឲ្យបងប្អូនមើលលេងនៅ showroom អញ្ចឹងណាអញ្ចឹងបងប្អូនអាចទៅមើលបានអាច pre order អីក៏បានដែរ model មួយគ្រឿងនេះវារៀងលំដាប់ថវិកាថ្លៃដែរអាហ្នឹងអញ្ចឹងឥឡូវនេះយើងមកយ៉ាឌីគឺដើម្បីទៅមើលថាតើមានអ្វីថ្មីហើយដូចជាមានអ្វីនឹងពង្រឹងបន្ថែមនៅក្រុមហ៊ុនយ៉ាឌីព្រោះដោយសារតែមួយរយៈក្រោយនេះឃើញថាក្រុមហ៊ុនម៉ូតូផ្សេងៗចូលមកច្រើនគឺវាយទីផ្សារខ្លាំងមែនតើដោយឡែកឃើញជាក់ស្ដែងយ៉ាឌីឃើញថារៀងស្ងាត់មួយរយៈចុងក្រោយណាតែជាក់ស្ដែងនៅពេលដែលយើងទៅដល់មែនតើឃើញថាអត់ស្ងាត់ទេបងប្អូនអរគ្នាបាទព្រោះដោយសារតែគាត់ប្រាប់មកវិញថាគាត់មានគម្រោងយក model ថ្មីដើម្បីប្រកួតប្រជែងទីផ្សារម៉ូតូអគ្គិសនីនៅស្រុកខ្មែរដែរហើយម៉ូតូអគុយដែលគេមានគម្រោងយកមកនោះក៏ជាប់ជាមួយនឹង spec ថ្មលីចូលមកស្រាប់ដែរហើយតម្លៃវិញគាត់គ្រាន់តែប្រហើបឯណាប្រហែលជាខ្ទង់$1500-$1600អីគឺទិញបានជិះហើយអញ្ចឹងវាអត់ដូចមុនទេបងប្អូនដឹងស្រាប់ហើយយ៉ាឌីពីមុនតម្លៃលបាក់នេះអីគឺយើងអត់ទិញបានថ្មលីចូលមកប្រើទេគឺថាមកអង្គុយស្ងួតដល់ឡើយទេអញ្ចឹងឃើញថាស្ងាត់ប៉ុន្តែមិននៅស្ងៀមទេបងប្អូនយ៉ាឌីគឺគេមានគម្រោងរបស់គេធ្វើត្រូវខ្លាំងមែនតើបាទហើយពួកយើងទៅនេះក៏ជាចំណែកមួយក្នុងការពិភាក្សាដើម្បីរកដំណោះស្រាយដែរហើយក្រុមហ៊ុនយ៉ាឌីក៏យល់ច្បាស់ពីចំណុចខ្វះខាតរបស់ខ្លួនឯងដែរកន្លងមកអញ្ចឹងគឺគេពង្រឹងខ្លាំងមែនតើបងប្អូនមិនថាសេវាកម្មមិនថាផ្នែក service ទេគឺពង្រឹងខ្លាំងមែនតើឥឡូវហ្នឹងហើយអនាគតគេក៏ពង្រឹងសមត្ថភាពជាងរបស់គេដែរគេក៏ប្រាប់មកវិញថាគេនឹងចំណុចពិសេសមួយគឺគាត់ប្រាប់ថាគាត់នឹងពង្រឹងសមត្ថភាពរបស់ជាងហើយក៏ពង្រីកបាទនេះថាគាត់ពង្រៀន free ទៅដល់ជាងម៉ូតូសាំងដើម្បីពង្រីកជាងម៉ូតូអគ្គិសនីឲ្យបានច្រើននៅស្រុកខ្មែរអញ្ចឹងណាអានេះគឺផ្លូវតែមួយរបស់យើងហើយបាទអញ្ចឹងកាលណាតែជាងម៉ូតូអគ្គិសនីច្រើនអ្នកប្រើលេងភ័យគេចង់ជិះបាទនេះគឺជាចំណុចមួយនៃការជំរុញការប្រើប្រាស់ម៉ូតូអគ្គិសនីដ៏ល្អផងដែរហើយបើទោះបីជាចំណុចខ្វះខាតរបស់យ៉ាឌីយើងដឹងហើយថាចំណុចខ្វះខាតរបស់គាត់គឺប្រើអង្គុយស្ងួតដល់ឡើយទាំងដែល brand ផ្សេងគេឡើងទៅលីចូលមកអញ្ចឹងណាប៉ុន្តែសម្រាប់ការធានាវិញគឺអត់ឲ្យអតិថិជនខកចិត្តទេគាត់បញ្ជាក់មកថាអញ្ចឹងហើយសម្រាប់ខ្ញុំផ្ទាល់ជាជាងក៏បាន feedback ពីអតិថិជនជាម៉ួយដែលគាត់បានជិះយ៉ាឌីដែរគាត់ប្រាប់មកវិញដែរថាគេធានា2ឆ្នាំពិតប្រាកដមែនន័យថាក្នុងអំឡុងពេល2ឆ្នាំហ្នឹងគេអត់ខ្វល់ថាយើងខូចប្រមាណដងគេនៅតែបន្តដូរយើងរហូតដោយអត់គិតលុយទេបងប្អូនអរគ្នាហើយតំណឹងល្អចុងក្រោយនោះគឺ P-Trick ក៏ប្រហែលជាខ្លាយទៅជាដៃគូបណ្ដុះបណ្ដាលបង្វឹកជាងរបស់ក្រុមហ៊ុនយ៉ាឌីផងដែរអញ្ចឹងវីដេអូនេះប្រហែលជាមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាសម្រាប់ការទស្សនាអញ្ចឹងបងប្អូនអរគ្នាចង់ឲ្យយើងទៅក្រុមហ៊ុនណាបន្តទៀតអាច comment នៅខាងក្រោមបាន